នរណាគេខ្លះដែលឃើញវីដេអូនេះហើយនៅការពីនៅកុមារភាពពេលដែលខ្ញុំមើលវីដេអូនេះហើយខ្ញុំពិតជានឹកមែនទែនដល់គ្នាហើយនរណាគេខ្លះដែលមានអារម្មណ៍បែបនេះអាចខមមិនខាងក្រោមមើលកាលពីយើងនៅតូចមានអារម្មណ៍ថាយើងអត់ក្តៅក្បែរខ្វល់ពីអ្វីទេយើងដឹងតែសប្បាយបើហេវបើឃ្លានទៅក៏យើងទៅរកអីញ៉ាំទៅបើសិនជាកាលពីក្មេងៗកាលពីទសវត្ស80 90អីពីប៉ុស្ដាំងអីខ្ញុំគិតថានៅពេលដែលគាត់ហេវនៅពេលដែលគាត់ចង់ញ៉ាំអីមួយមិនដូចពីសម័យឥឡូវទេគឺបើគាត់ហេវក៏គាត់ចង់ញ៉ាំអីគាត់អាចថាទៅឡើងបេះផ្លែឈើដូចជាផ្លែមន្ត្រីផ្លែខប់ផ្លែអំបិលទឹកឬក៏ផ្លែឈើផ្សេងៗទៀតដែលមាននៅក្នុងថាភូមិអីចឹងណានៅកោយផ្ទះនៅមុខផ្ទះឬក៏នៅតាមភូមិផ្ទះមិត្តភ័ក្តិផ្ទះអីចឹងទៅគឺគាត់តែបេះញ៉ាំជុំគ្នាពេលខ្លះទៅគាត់បុកបាល់ម្ទេសតាមអំបិលមានអំបិលទៅទេក៏ញិចតែជាមួយម្ទេសក៏ញ៉ាំឆ្ងាញ់ដែរនៅការហ្នឹងមិនដូចឥឡូវយើងអាចចាត់ទុកថាជាពេលថាពេលវេលាវាដើរទៅមុខអីចឹងប៉ុន្តែមានអារម្មណ៍ថាឥឡូវសោះអត់តខ្លាំងមែនតើពីមុនក្មេងៗជួបជុំគ្នាគឺគាត់បលែងគ្នាគាត់លេងលុតន្ទាក់គាត់លេងមកគាត់លេងឆ្នៃនេះឆ្នៃនោះឬក៏គាត់ធ្វើអីរឿងដែលថាជួបជុំគ្នាអញ្ចឹងតែក្មេងៗឥឡូវតែជួបគ្នាវឹកគឺមើលទូរស័ព្ទជុំគ្នាមើលទូរទស្សន៍ជាពិសេសគឺមើលទូរស័ព្ទតែម្ដងមានអារម្មណ៍ថាពេលវេលាគឺបានផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សយើងគឺច្រើនមែនទែនដូចយើងឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺគាត់លេងនៅហាភ្លៀងលេងដោយមានអារម្មណ៍ថាក្តីសុខលេងនៅកាត់ពេលមេឃភ្លៀងមកលេងតតបាល់ខ្ញុំគឺពិតជាមានអារម្មណ៍ថានឹកខ្លាំងមែនទែនហើយខ្ញុំក៏ធ្លាប់ឆ្លងកាត់រឿងរបស់នឹងកាលពីក្មេងៗកាលពីជា20ឆ្នាំមុនអីគឺពិតជាមានអារម្មណ៍ថាយើងសប្បាយមែនទែនហើយការនោះគឺមិនសូវជាបារម្ភរឿងរន្ទះអីប្រហែលទេលេងទឹកភ្លៀងអីគឺកម្រមានណាវាមានតែវាកម្រមានណាតែយើងលេងឲ្យមិនបារម្ភថាខ្លាចឈឺអីទេគឺគ្មានថាពេលភ្លៀងមកចស៊ីគីមីអីគឺយើងមិនបារម្ភទេគឺយើងលេងដោយមានអារម្មណ៍ថាសប្បាយជុំគ្នាលេងពេលខ្លះទៅលេងកាត់តាមផ្លូវដែលមានទឹកហូរអញ្ចឹងទៅឬក៏ផ្លូវអាទេសអីចឹងទៅឬក៏នៅតាមវាលស្រែអញ្ចឹងទៅលេងបាល់លេងអីគឺពិតជាសប្បាយមែនទែនហើយបើយើងងាកមកពីយើងនៅក្មេងហើយដល់ឥឡូវគឺកាន់តែយ៉ាប់មែនទែនឥឡូវគឺរងដោយសម្ពាធរងដោយការងារច្រើនរងដោយទំនួលខុសត្រូវដែលយើងត្រូវបំពេញដែលយើងត្រូវរ៉ាប់រងយើងពិតជាអញនិយាយថាយើងសឹកតែទុកហើយជីវិតយើងនេះគឺវ័យយើងចាប់ពី20ក្រាស់ដល់30ជាង40ស្ដាំនេះគឺអាចចាត់ទុកថាគឺជាវ័យដែលទុកខ្លាំងមែនទែនហើយដែលគាត់ឆ្លងកាត់រឿងរ៉ាវដែលអាចចាត់ទុកថាឈឺចាប់ផងរវិញជួចាប់ផងដែលពេលយើងឃើញវីដេអូបែបនេះគឺយើងនឹកកាលពីយើងនៅក្មេងដែលយើងមិនបារម្ភមិនព្រួយមិនខ្វាយខ្វល់ដឹងតែញ៉ាំដឹងពីលេងគឺយើងអត់មានអារម្មណ៍ថាពិបាកចិត្តអីទេប៉ុន្តែឥឡូវនេះម្នាក់គឺសុទ្ធសឹងតែរងសម្ពាធទំនួលខុសត្រូវការមើលថែគ្រួសារពេលខ្លះទៅគឺឈានដល់មានបញ្ហាសុខភាពទៀតអញ្ចឹងពេលវេលាគឺពិតជាដើរលឿនខ្លាំងមែនទែនហើយពេលវេលាគឺមិនចាំយើងទេអញ្ចឹងអ្នកគ្នាគឺយើងគួរតែក្តាប់វាគួរតែរៀនសម័យជាមួយអ្វីដែលយើងកំពុងតែមាននាពេលបច្ចុប្បន្នទៅពេលខ្លះយើងអ្វីគឺมันអាចដូចការគិតទេដូចជីវិតខ្ញុំចាស់ស្ដែងក៏ដូចគ្នាពេលខ្លះទៅយើងក៏ពិបាកយើងក៏ជួបរឿងដែលស្មុគស្មាញយើងក៏ជួបរឿងដែលឈឺចាប់តែធ្វើមិននេះហើយគឺជាជីវិតរបស់គាត់ថាអ្វីដែលយើងមើលឃើញកាលពីនៅក្មេងគឺពិតជាមានក្តីសុខខ្លាំងមែនទែនអញ្ចឹងបានឃើញដូចជាកូនខ្ញុំអីគាត់លេងអីគឺខ្ញុំមិនទៅជាហាមគាត់អីខ្លាំងទេគឺឲ្យគាត់លេងតែព្រោះពេលវេលាដែលគាត់សប្បាយពេលវេលាដែលគាត់មានអារម្មណ៍ថាមានក្តីសុខបំផុតហ្នឹងដែលមិនដែលរឿងខ្វាយខ្វល់រឿងអីហ្នឹងគឺមានតែពេលហ្នឹងទេតែគាត់ចាប់ពីអាយុ10ឆ្នាំជាងអីឡើងទៅគឺគាត់ចាប់ដើមមានការគិតមានរឿងដែលគាត់អាចចាត់ទុកថាគាត់ចេះពិបាកចិត្តគាត់ចេះគិតអីចឹងវាចាប់ដើមលេងទៅសប្បាយហើយតែពេលវ័យពួកគាត់នេះគឺសប្បាយក្មេងៗចាប់ពី2ឆ្នាំ10ឆ្នាំនេះគឺ10ឆ្នាំអីនេះគឺពិតជាសប្បាយខ្លាំងចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេគាត់ថាចង់ជាការដាស់មួយដែលឃើញថាកុមារភាពពួកយើងគឺបានកន្លងផុតទៅហើយអ្វីគឺឈានដល់ដំណាក់កាលមួយដែលយើងត្រូវប្រយុទ្ធក្នុងជីវិតរស់នៅប្រចាំថ្ងៃហើយចឹងខ្ញុំជូនបងប្អូនគ្នាឲ្យជួបតែសំណាងល្អហើយប្រយុទ្ធឈ្នះក្នុងហ្គេមជីវិតនេះហើយកុំបាក់ចិត្តអីយើងតស៊ូទៅមុខទៀតរឿងខ្លះគឺវាតែប៉ុណ្្នឹងឯងគឺឲ្យយើងប្រឈមមុខបើយើងចាញ់វាគឺថាយើងបោះបង់វាអញ្ចឹងយើងត្រូវតែតស៊ូទៀតគឺយើងគង់តែល្អភាសាទេអញ្ចឹងអរគុណ